អាខ្លាចង្រៃឯងហ៊ានមកដេកបិទផ្លូវអញផងអីនេះណែចឹកឯងមួយចាំមើលចុះពីរបស់អញនឹងធ្វើឲ្យឯងលាចាកលោកនេះមិនខានឡើយតាសៈដោយអំណាចនៃមន្តវិជ្ជានិងសេចក្តីមេត្តារបស់អាត្មាចូលឲ្យពឹសពោះទាំងឡាយរលាយបាត់ទៅមនុស្សសិតតែចិត្តអាក្រក់ដូចគ្នាតែទាំងអស់ហ្នឹងអាមួយណាក៏ដូចអាមួយណាដែរអើយស៊ីវាទៅចិត្តអាក្រក់ណាស់ចូលចិត្តបំផ្លាញដើមឈើធ្វើបាបដើមឈើណាសូមជូនរឿងព្រេងនិទានខ្មែរមហាអេសីនិងខ្លាភ្លេចគុណកាលដើមឡើយមានខ្លាទូលមួយក្បាលបានដើរទៅសម្រាកដេកលក់យ៉ាងស្រួលនៅលើរន្ធរបស់ពស់វែកដ៏សាហាវមួយដោយសារតែខ្លាដេកបាំងមាត់រន្ធពស់វែកក៏លូនចេញមកចឹកខ្លានោះឲ្យស្លាប់នៅនឹងកន្លែងតែម្ដងអាខ្លាចង្រៃឯងហ៊ានមកដេកបិទផ្លូវអញផងអីនេះណែចឹកឯងមួយចាំមើលចុះពីរបស់អញនឹងធ្វើឲ្យឯងលាចាកលោកនេះមិនខានឡើយជួនជាពេលនោះមានមហាអេសីមួយអង្គនិមន្តកាត់តាមនោះក៏ឃើញខ្លាស្លាប់គួរឲ្យអាសូរខ្លាំងណាស់អោសត្វលោកអើយគួរឲ្យអាណិតអាសូរខ្លាំងណាស់ខ្លានេះនៅក្មេងសោះមិនគួរណាមកស្លាប់ដោយសារពឹសពោះបែបនេះសោះឡើយអញនឹងជួយប្រោះវាឲ្យរស់ឡើងវិញចុះមហាអេសីក៏ចាប់ផ្ដើមសូត្រមន្តបោះពឹសពោះដើម្បីប្រោះខ្លានោះឲ្យរស់ឡើងវិញអ្នកមោតាសៈដោយអំណាចនៃមន្តវិជ្ជានិងសេចក្តីមេត្តារបស់អាត្មាចូលឲ្យពឹសពោះទាំងឡាយរលាយបាត់ទៅហើយឲ្យបងខ្លារស់ឡើងវិញជាប្រញាប់គ្រាន់តែរស់ភ្លាមខ្លានោះបែរជាខឹងមហាអេសីដែលធ្វើឲ្យវាភ្ញាក់ពីដេកទៅវិញលោកអេសីមិនដេចឡើយក៏លោកហ៊ានមកធ្វើឲ្យអញភ្ញាក់ពីដេកបែបនេះអញកំពុងដេកលក់យ៉ាងស្រួលក្នុងព្រៃរបស់អញសោះឥឡូវនេះអញនឹងខំស៊ីលោកឲ្យអស់ចិត្តតែម្ដងមហាអេសីបានពន្យល់ប្រាប់ខ្លាអំពីការជួយសង្គ្រោះជីវិតរបស់វាបងខ្លាអើយបងឯងដេកលើរន្ធពោះត្រូវពោះចឹកស្លាប់បាត់ទៅហើយគឺអាត្មាទេដែលជាអ្នកប្រោះបងឲ្យរស់ឡើងវិញគួរណាតែបងដឹងគុណអាត្មាមិនដេចក៏គិតខំអាត្មាស៊ីវិញបែបនេះពួកគេទាំងពីរបានទៅរកសត្វចចកដើម្បីឲ្យជួយកាត់ក្តីយុត្តិធម៌រឿងនេះពិបាកសម្រេចណាស់ចាំអញគិតមើលសិនតើនរណាជាអ្នកត្រូវហើយនរណាជាអ្នកខុសក្នុងរឿងដ៏ចម្លែកមួយនេះដោយសារខ្លាចអំណាចខ្លាចចកក៏កាត់ក្តីឲ្យខ្លាស៊ីមហាអេសីដែលហៅថាឆន្ទាគតិបើតាមការពិចារណាដ៏វៃឆ្លាតរបស់ខ្ញុំគឺបងខ្លាជាអ្នកត្រូវលោកតាអេសីខុសដែលទៅរំខានដំណេកគេដូច្នេះបងខ្លាអាចស៊ីលោកតាអេសីបានតាមចិត្តមហាអេសីមិនសុខចិត្តក៏នាំខ្លាទៅប្តឹងសត្វគោបន្តទៀតអូយកុំសួរខ្ញុំអីបើខ្ញុំកាត់ឲ្យបងខ្លាចាញ់មកជាគាត់ខឹងខ្ញុំហើយខំឲ្យខ្ញុំស៊ីស្លាប់មិនខានឡើយបើអញ្ចឹងខ្ញុំកាត់ឲ្យបងខ្លាស៊ីលោកតាអេសីទៅចុះព្រោះអីលោកតាអេសីជាអ្នកទៅរំខានបងខ្លាជាមុនដោយគោកាត់ក្តីមិនយុត្តិធម៌ពួកគេក៏នាំគ្នាទៅប្តឹងសត្វស្វាបន្តទៀតស្វាដែលធ្លាប់មានគំនុំជាមួយមនុស្សក៏កាត់ក្តីឲ្យខ្លាស៊ីមហាអេសីដែរដែលហៅថាទូសាគតិ
យើមនុស្សសិតតែចិត្តអាក្រក់ដូចគ្នាតែទាំងអស់ហ្នឹងអាមួយណាក៏ដូចមួយណាដែរការលើកមុនណាឪពុកខ្ញុំខំជួយមនុស្សតែបែរជាត្រូវមនុស្សសម្លាប់ទៅវិញអញខឹងដូច្នេះបងខ្លាស៊ីវាទៅកុំទុកឲ្យរស់អី ដោយសារតែសត្វស្វាមិនអាចរកយុត្តិធម៌បានតាឥសីក៏បាននាំខ្លាទៅជួបថ្មាតបន្តទៀតថ្មាតចង់ស៊ីសំណល់ពីខ្លាក៏កាត់ក្តីឲ្យខ្លាស៊ីមហាឫសីដែរដែលហៅថាលោភាកតិ បងខ្លាអើយស៊ីវាទៅទុកវាឲ្យរស់នាំធ្ងន់ផែនដីធ្វើអីបើបងខ្លាស៊ីលោកអីសីនេះគឺពិតជាល្អណាស់ព្រោះអីអញប្រកាសជាបានចំណាយខ្លះមិនខានដូច្នេះបងខ្លាជាអ្នកត្រូវហើយក្នុងរឿងនេះ លោកតាឥសីនៅតែមិនអស់ចិត្តក៏នាំសត្វខ្លាទៅជួបទេពព្រឹកបន្តទៀតសូម្បីតែទេពព្រឹកក៏កាត់ក្តីមិនយុត្តិធម៌ដែរព្រោះខឹងមនុស្សដែលចូលចិត្តកាប់ឈើ មនុស្សចិត្តអាក្រក់ណាស់ចូលចិត្តបំផ្លាញដើមឈើធ្វើបាបដើមឈើណាស់ដូច្នេះអញមិនជួយមនុស្សឡើយបងខ្លាស៊ីលោកតាឥសីនេះតាមចិត្តបងខ្លាចោះ ចុងក្រោយមហាឥសីក៏នាំខ្លាទៅប្តឹងសត្វទន្សាយដែលមានប្រាជ្ញាឆ្លៀសវៃ ឈប់សិនកុំអាខំគ្នាអីចូលប្រាប់រឿងរ៉ាវទាំងអស់មកខ្ញុំសិនមើលតើមានរឿងអីកើតឡើងឲ្យពិតប្រាកដទៅ មហាឥសីបានរៀបរាប់យ៉ាងវែងឆ្ងាយអំពីការដែលលោកបានជួយជីវិតខ្លាពីពឹសពោះលោកទន្សាយអើយខ្លានេះវាស្លាប់ដោយសារពោះចឹកទៅហើយអាត្មាអាណិតក៏សូត្រមន្តឲ្យវារស់ឡើងវិញតែឥឡូវវាក៏ឡប់ជាចង់ស៊ីអាត្មាទៅវិញខ្លាក៏បានប្តឹងប្រាប់ទន្សាយអំពីការដែលមហាឥសីធ្វើឲ្យវាភ្ញាក់ពីដេក ខ្ញុំកំពុងតែដេកលក់ជាសុខសប្បាយសោះស្រាប់តែលោកតាអីសីនេះមកធ្វើឲ្យខ្ញុំភ្ញាក់ហេតុនេះខ្ញុំត្រូវតែស៊ីគាត់ហើយសត្វឯទៀតក៏កាត់ក្តីឲ្យខ្ញុំឈ្នះដែរ ទន្សាយបានពិចារណាដោយប្រាជ្ញាហើយក៏នឹកឃើញល្បិចមួយដើម្បីដោះស្រាយរឿងនេះ ឥឡូវនេះសូមធ្វើតាមខ្ញុំយ៉ាងដូចនេះដើម្បីឲ្យយុត្តិធម៌យើងត្រូវតែទៅមើលកន្លែងកាត់ហេតុជាមុនសិនទើបខ្ញុំអាចកាត់ក្តីបានត្រឹមត្រូវនិងមិនលំអៀងតានាំខ្ញុំទៅកន្លែងដែលបងខ្លាដេកនោះមើលខ្ញុំចង់ឃើញឲ្យច្បាស់ថាតើបងខ្លាដេកបែបណាទើបពោះវែកវាចឹកបាននោះ ទន្សាយបាននាំខ្លានិងមហាឥសីត្រឡប់ទៅកន្លែងដែលខ្លាដេកពីដំបូងវិញពេលទៅដល់ខ្លាក៏បង្ហាញកន្លែងដែលវាធ្លាប់ដេកយ៉ាងមានមោទនភាព នេះគឺនៅមុខរូងនេះឯងដែលអញដេកបិទមាត់រន្ធនេះចិត្តតែម្ដងសូម្បីតែសត្វល្អិតតូចមួយក៏មិនហ៊ានមកជិតអញផង ទន្សាយក៏បញ្ជាឲ្យខ្លាប្រាស់ដេកនៅកន្លែងដដែលដើម្បីឲ្យគេពិនិត្យមើល បើអញ្ចឹងចូលអាបងខ្លាឯងទៅប្រាស់ដេកឲ្យដោយកាលពីមុនភ្លាមទៅដើម្បីឲ្យខ្ញុំមើលឲ្យជាក់ស្ដែងទើបខ្ញុំអាចកាត់ឲ្យបងខ្លាស៊ីលោកតាអីសេបាន បានអញនឹងដេកឲ្យឯងមើលចាំមើលចុះពេលអញឈ្នះក្តីនេះលោកតាអីសីនឹងក្លាយជាចំណីរបស់អញមិនខានឡើយ ដោយចង់ឈ្នះក្តីខ្លាក៏ប្រាស់ដេកនៅមាត់រន្ធពោះនោះវិញតាមបញ្ជាទន្សាយមិនយូរប៉ុន្មានពោះវែកដែលនៅក្នុងរន្ធក៏លូនចេញមកសះជាថ្មីដោយសារខ្លាដេកបិទមាត់រន្ធដដែលពោះវែកក៏ចឹកខ្លានោះឲ្យស្លាប់ជាលើកទី2ខ្លាដែលភ្លេចគុណគេក៏ត្រូវស្លាប់នៅមាត់រន្ធនោះឯងមិនអាចរស់ឡើងវិញបានឡើយ ទន្សាយបានប្រាប់មហាឥសីថានេះគឺជាផលកម្មដែលខ្លាទទួលបានពីការភ្លេចគុណគេ លោកតាអីសីមើលចុះខ្លានេះវាអត់ធម៌ភ្លេចគុណលោកដែលបានជួយវាឥឡូវវារាកម្មបានតាមតាន់វាហើយមិនចាំបាច់ចាំដល់ជាតិក្រោយឡើយ ទន្សាយបានផ្ដាំផ្ញើដល់មហាឥសី
កុំឲ្យធ្វើគុណនឹងសត្វដែលសាហាវដូចខ្លានេះទៀត តាំងពីពេលនេះទៅសូមលោកតាកុំធ្វើគុណនឹងខ្លាឲ្យសោះព្រោះសត្វសាហាវមិនដែលដឹងគុណមនុស្សឡើយសូមលោកនិមន្តទៅវិញដោយសេចក្តីសុខចុះ ការកាត់ក្តីរបស់ទុនសាយហៅថាសុគតិកេមនងគឺប្រកបដោយយុត្តិធម៌បំផុត អាត្មាសូមអរគុណលោកទុនសាយខ្លាំងណាស់ដែលបានជួយអាត្មាឲ្យរួចផុតពីគ្រោះថ្នាក់នេះនិងបង្ហាញនូវយុត្តិធម៌ពិតប្រាកដ មហាឥសីក៏បន្តដំណើរទៅមុខទៀតដោយចងចាំនៅមេរៀនដែលទុនសាយបានបង្រៀនរឿងនេះចង់អប់រំថាមនុស្សដែលរមិលគុណគេនឹងត្រូវទទួលផលកម្មអាក្រក់វិញជាមិនខានឡើយ ចងចាំណាអ្នកទាំងអស់គ្នាសេចក្តីល្អនិងការដឹងគុណគឺជាអ្វីដែលយើងគ្រប់គ្នាត្រូវមានបើមិនចឹងទេយើងនឹងក្លាយជាមនុស្សរមិលគុណដូចបងខ្លានេះមិនខានកុំភ្លេចជួយចុច like comment និង subscribe ហើយដាក់រូបសញ្ញាកណ្ដឹងម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតណាសូមមានសំណាងល្អជួបគ្នាវីដេអូក្រោយជម្រាបលា